ថ្ងៃទី24ខែ11ឆ្នាំ2025ការវិភាគតារាងប្រចាំថ្ងៃរបស់កូដពេលវេលាប្រកួតប្រជែងតម្លៃមាសកំពុងរង់ចាំទីដៅពិតតម្លៃបើកទីផ្សារអបរបស់មាសគឺ4070ហើយម៉ូបក៏ស្ថិតនៅ4070ដូចគ្នាការស្របគ្នារវាងទាំងពីរនេះបន្ថែមជាមួយរចនាសម្ព័ន្ធ D Georgia Directional Day នៅក្រាហ្វថ្ងៃបង្កើតថ្ងៃដែលអបក្លាយជាសូចនាករដឹកនាំសំខាន់បំផុតសូមធ្វើការជួញដូរតាមអបព្រឹកនេះមាសបានប៉ះ pivot មួយនៅ4075មួយប៉ុន្តែត្រូវបានបដិសេធយ៉ាងច្បាស់បញ្ជាក់ថាវាជាខ្សែស៊ូដំបូងខណៈដែលមេ30នៅតម្លៃ4067ក្លាយជាចំណុចបំបែកសំខាន់តម្លៃបានធ្វើតេស្តមេ30ហើយកើតការក្តាប់ឡើងវិញបង្ហាញពីកម្លាំងគាំទ្រកម្រិតខ្លីប្រសិនបើមាសអាចឡើងលើអបម្ដងទៀតយើងនឹងឃើញការធ្វើតេស្តឡើងវិញនៃ pivot មួយប្រសិនបើវាឆ្លងកាត់បានcurveមួយនៅ4085មួយនឹងជាគោលដៅបន្ទាប់ហើយបើ momentum ខ្លាំងអាចឆ្ពោះទៅcurve 2នៅ4103ប៉ុន្តែបើមេ30បាក់ឆ្មែនតម្លៃអាចធ្លាក់ទៅcurve មួយនៅ4054និងcurve 2នៅ4038ទីមិនមែនជាថ្ងៃងាយទេមានការបញ្ឆោតនិងបត់បែនច្រើនសូមបន្តការរកប្រាក់ដោយធ្វើតាមអបការបដិសេធចំពោះទំនួលខុសត្រូវការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនបង្កើតជាដំបូន្មានហិរញ្ញវត្ថុទេ